ជម្រាបសួរបងប្អូនអរគុណនេះបាយកំងពេលល្ងាចដោយសារតែរវល់បងប្អូនអត់បានធ្វើម្ហូបធ្វើបាយហ្នឹងដាក់អីវ៉ាន់ច្រើននេះចង់ជំនីជ្រូកសម្លចង់ជំនីជ្រូកស្លជាមួយគីមជីបងប្អូនម្ហូបកូរ៉េហើយបាយកូរ៉េគេកូរ៉េហូបបាយតិចបងប្អូននេះចាកូនចែនទូចហ្នឹងប៉ិនកូនចែនបងបើអ្នកបងប្អូនដែលហូបរៀងច្រើនប្រហែលជាអត់ឆ្អែតទេនេះម្ហូបតែគេបន្តផ្សំមកគេនេះត្រប់វែងឆាល្ងហើយនេះជ្រក់ស្រ័យសមុទ្រហើយនេះតៅហ៊ូបំពងចៀនជាមួយពងមាន់ហើយនេះគីមជីហើយនេះស្អីគេបងប្អូននេះនេះដលងចៀនបងប្អូនដលងចៀននេះទឹកសោះមកគេទឹកសោះហើយនេះសម្លគីមជីមកជនជាតិកូរ៉េហូបបាយតិចប៉ុន្តែគេហូបម្ហូបច្រើនតែអញ្ចឹងបើអាចនិយាយបានថាវាឆ្អែតបងប្អូនឆ្អែតតែបើសិនជាម្ហូបឆ្ងាញ់អីប្រហែលជាបងប្អូនហូបអត់ឆ្អែតទេព្រោះបាយកូរ៉េតិចលុះត្រាតែបងប្អូនកំងគេដាក់បាយមករៀងច្រើនបន្តិចបងប្អូនហូបឆ្អែតដែរតែបើថាដាក់បាយមកប៉ុណ្នេះឲ្យសម្លប៉ុណ្នេះនេះខ្ញុំហូបបងប្អូននឹងអាចហូបពាក់កណ្ដាលហើយនេះយើងហូបពាក់កណ្ដាលដែរចុះយើងទុកស្អែកមែនមកពេលទៀតមិនសំចៃនឹងបងប្អូនហូបគេបើសួរតែម្ហូបកូរ៉េឆ្ងាញ់អត់មានម្ហូបខ្លះក៏ឆ្ងាញ់ម្ហូបខ្លះក៏ធម្មតាបងប្អូនប៉ុន្តែបើនិយាយឲ្យស្មោះត្រង់ហ្មងម្ហូបមានតែម្ហូបខ្មែរអញ្ចឹងឆ្ងាញ់ម្ហូបចិនម្ហូបកូរ៉េម្ហូបជប៉ុនម្ហូបអាមេរិកម្ហូបជនជាតិអូស្បេកម៉ុងហ្គោលខ្ញុំធ្លាប់ហូបអស់ហើយដោយសារខ្ញុំមានមិត្តភ័ក្តិស្គាល់គ្នាដែលគេជំនាន់រៀនហ្នឹងយើងហូប